ស្ដីបងបងទាំងអស់គ្នាថ្ងៃនេះចង់មកបង្ហាញជូនបងបងទស្សនានៅម៉ូតេសវិឡាភ្លោះដែលមាននៅក្នុងបរិយាផាមដែលជាម៉ូតេសស្អាតបែប modern ទាន់សម័យមែនតើសម្រាប់ផ្ទះយើងមានកម្ពស់រហូតដល់4ជាន់មាន5បន្ទប់គេងនិង6បន្ទប់ទឹកបងបងខាងក្នុងផ្ទះនេះវិញគឺមានបន្ទប់ទទួលភ្ញៀវយ៉ាងធំទូលាយដែលបរិយាមានជាមួយនឹងទូតាំងខាងមុខដ៏ស្រស់ស្អាតជូនបងបងដូចជាស្រេចអ្វីដែលពិសេសចង់ណែនាំជូនបងបងនឹងគឺកន្លែងញ៉ាំបាយនេះតែម្ដងដែលកន្លែងនេះយើងមានកញ្ចក់កម្ពស់រហូតដល់6.3 ម៉ែត្រដែលបងបងអាចដាក់តុញ៉ាំបាយហើយអាចរីឡែកជាមួយនឹងទេសភាពខាងក្រៅថែមទៀតណាសម្រាប់ខាងក្រោមនេះដែរក៏មានជាបន្ទប់គេងមួយដែលបងបងថ្ងៃមានម៉ាក់ប៉ាចាស់អីក៏អាចស្នាក់នៅខាងក្រោមនេះបានវាគឺយើងមានបន្ទប់ទឹកនៅនឹងស្រាប់ដូចគ្នាហើយទោះជាការបាយលើក្រោមនៅកន្លែងផ្ទះបាយនេះគឺថែមជូនបងបងរួចជាស្រេចតែម្ដងមកដល់ជាន់ទី1នេះគឺជាបន្ទប់សមាជិកគ្រួសារដែលយើងមានបន្ទប់ទឹកនៅនឹងស្រាប់តែម្ដងហើយបន្ទប់យើងវិញគឺធំទូលាយខ្លាំងហ្មងបងបងមានប្រអួចធ្វើឲ្យខ្យល់ពលឺចេញចូលគ្រប់គ្រាន់សម្រាប់បងបងដែលគាត់មានអូនតូចដែលគាត់ស្នាក់នៅបន្ទប់នេះអីដឹងតែពិសេសមែនទេសម្រាប់ឡើងទៅដល់ជាន់ទី2នេះវិញគឺជាបន្ទប់មេគ្រួសារបងវ៉ាគឺចូលមកស្អាតខ្លាំងមែនតើហ្មងបន្ទប់យើងគឺធំទូលាយហ្មងបងហើយបន្ទប់នេះដែរបងអាចដេកបែប walk in closet បែបនេះក៏បានដែរក៏យើងឃើញថាបន្ទប់យើងនៅសល់ space ដែលទូលាយជាច្រើនថែមទៀតផងអ្វីដែលពិសេសមួយទៀតហ្នឹងគឺយើងមានវេរ៉ាដានៅខាងមុខដែលមានទំហំធំទូលាយបងអាចអញ្ជើញចេញថាខាងក្រៅ relax ជាមួយនឹងទេសភាពខាងក្រៅញ៉ាំកាហ្វេព្រឹកឡើងឬក៏អានសៀវភៅអីបានថែមទៀតណាបងមកដល់ខាងលើនេះវិញគឺជាជាន់ដែលបងខ្ញុំស្រឡាញ់ជាងគេហ្មងគឺមាន space មួយទៀតសម្រាប់បងអាចដេកបន្ទប់ទទួលភ្ញៀវមួយទៀតក៏បានឬក៏អាចដេកបែបក្មេងៗលេងឬក៏អាចកន្លែង office បងធ្វើការបានទៀតភ្ជាប់មួយកន្លែងហ្នឹងគឺមានបន្ទប់គេងមួយទៀតណាបងបន្ទប់នេះជាបន្ទប់សមាជិកគ្រួសារហើយមានបន្ទប់ទឹកនៅនឹងស្រាប់ដូចគ្នាហើយបន្ទប់នេះគឺធំទូលាយមែនតើឡើងមកដល់ខាងលើវិញក៏ជាបន្ទប់មួយទៀតដែរបងដែលជំរាបបងអញ្ចឹងផ្ទះយើងមាន5បន្ទប់គេងហើយបន្ទប់នីមួយគឺធំទូលាយមែនតើហើយសម្រាប់បន្ទប់នេះវិញគឺធំដូចគ្នាមានវេរ៉ាដាដែលបងអាចចេញទៅខាងក្រៅបានដូចគ្នាដែរឡើងមកដល់ខាងលើនេះវិញគឺមានកន្លែងដែលបងអាចដាក់ម៉ាស៊ីនបោកកៅអៅបានរួចជាស្រេចដោយសារតែយើងមានប្រព័ន្ធទឹកភ្លើងជូនបងហើយអញ្ចឹងតែបងអត់ចង់យកកៅអៅទៅហាខាងក្រោមអីអាចហានៅខាងលើនេះបានហើយរៀងហានៅខាងលើនេះគឺធំទូលាយមែនតើបងអាចឈៀលល្ងាចឡើងបានថែមទៀតណាហើយវិឡាភ្លុំមួយនេះគឺស្អាតដឹងតែបងឃើញហើយពេញចិត្តតែម្ដងអញ្ចឹងសម្រាប់បងដែលគាត់ចាប់អារម្មណ៍ប្រភេទផ្ទះនេះអាចសាកសួរពីបងមានបន្ថែមបានណាអរគុណច្រើនបង